ខ្ញុំបានប្រាប់អ្នកទាំងពីរហើយដើម្បីតើឲ្យបងប្រុសកែខ្លួនពួកយើងត្រូវតែសម្ដែងធ្វើជាអ្នកក្រជាមួយគ្នាតែអ្នកទាំងពីរស្អាតបែបហ្នឹងដើម្បីអីទៅសុជីពួកយើងគឺមកពីគ្រួសារអ្នកមានសម្ដែងធ្វើជាអ្នកក្រការមួយនេះគឺពួកយើងមិនអាចធ្វើបានទេបងប្រុសរបស់ខ្ញុំមួយខែចំណាយលុយ100000ដើម្បីទៅទិញកាតលេងហ្គេមនិងចំណាយលុយជា2000000ឲ្យទៅស្រីបើពួកយើងនៅតែមិនកែគេទេបងប្រុសម្នាក់នេះប្រកាសជាអស់អនាគតហើយល្អការផ្លាស់ប្ដូរចាប់ផ្ដើមអ្នកបំរើឯណាបាយខ្ញុំឃ្លានហើយឆាប់ធ្វើម្ហូបមកជាវិឡាឯកជនលោកហាំចូលមិនមែនទេអីតើពួកលោកគឺជានរណាគេតើពួកនេះគឺជានរណាគេពួកនេះមិនស្គាល់ខ្ញុំទេខ្ញុំគឺជាអ្នកប្រុសនៃទីនេះប្រយ័ត្នខ្ញុំឲ្យបងស្រីរបស់ខ្ញុំបណ្ដេញពួកនាងចេញពីទីនេះសុំទោសផងបងស្រីសុំទោសផងមិនក៏បងស្រីអញ្ចឹងបងអូនចង់មកសៀតអីនេះមិនក៏ហ៊ានប្រាប់ពីសម្ដីបែបហ្នឹងជាមួយម្ចាស់ផ្ទះម្ចាស់ផ្ទះអីនេះកូនប្រុសអ្នកម៉ាក់កូនប្រុសគ្រួសារចាស់របស់ពួកយើងខ្សែធនហើយពួកយើងបានលុបផ្ទះមួយនេះឲ្យទៅពួកគេហើយស្អីគេខ្សែធនមិនអីទេពួកយើងមានឡានទៀតតាឡានពួកយើងគឺជាឡាន Rolls Royce ទៀតហើយនៅមិនទាន់លក់ដល់ឡើយទេឆាប់ទៅតាមគេទៅឡាន Rolls Royce អីឥឡូវនេះគ្រួសាររបស់ពួកយើងគឺមានតែរមាក់កង់3នេះទេពីពេលនេះទៅគឺលោកប៉ាពឹងទៅលើការរើអេតចាយដើម្បីចិញ្ចឹមគ្រួសារហត់នឿយហើយលោកប៉ាទេជីវិតរបស់ខ្ញុំមិនតចាប់ផ្ដើមផងក៏ត្រូវបញ្ចប់ទៅវិញហើយបានហើយចុះក្រោយឡើងទៅឆាប់ទៅជួយលោកប៉ារើអេតចាយទៅដើម្បីយកលុយមកចិញ្ចឹមគ្រួសារលោកប៉ាយប់នេះលោកពូដូចជាអញ្ជើញពួកយើងទៅញ៉ាំបាយហីពួកយើងអាចទៅរកគាត់ដើម្បីខ្ចីលុយបានតាខ្ញុំចាំបានកាលពីមុនលោកពូធ្លាប់ខ្ចីលោកប៉ាជាង5លានឯណោះអញ្ចឹងលើកនេះយើងឲ្យលោកពូទី2ឲ្យគាត់សងលុយពួកយើង50000វិញទៅគ្រប់គ្រាន់ឲ្យខ្ញុំរៀនបានហើយពួកយើងក៏មិនចាំបាច់រកអេតចាយដែរអញ្ចឹងពួកយើងធ្វើតាមនឹងទៅសុជីតើពួកយើងគិតយ៉ាងម៉េចទៅបងម្នាក់នេះគេរៀនគណិតវិទ្យាអន់ណាស់ប៉ុន្តែខួរក្បាលរបស់គេពិតជារវាងមែនអ្នកចាំអីទៀតឆាប់ឡើងរមាក់មកថ្ងៃនេះខ្ញុំបានអញ្ជើញបងប្រុសរបស់ខ្ញុំដែលជាអ្នកមានទីគេនៅទីនេះដើម្បីមកញ៉ាំបាយជាមួយខ្ញុំលោកត្រូវយល់ស្រានិងម្ហូបដែលឆ្ងាញ់ជាងគេបំផុតនៅហាងរបស់លោកយកឲ្យពួកយើងត្រូវហើយពួកយើងត្រូវធ្វើយ៉ាងណាមិនខ្វល់ថាជាមធ្យោបាយអ្វីទេពួកយើងត្រូវតែឲ្យបងប្រុសរបស់បងបោះទុនលុយជាង5000ដុល្លារឲ្យពួកយើងគ្មានបញ្ហានោះទេអូនលើថាស៊ឺឈីគេតែងតែប្រើផលិតផលមួយនេះអូនថ្ងៃនេះបានទិញរបស់មួយនេះមកជូននាងជាពិសេសវាគឺជាផលិតផលដែលជួយឲ្យយើងក្មេងជាងវ័យលោកប៉ាអ្នកម៉ាក់ពួកយើងមកដល់ហើយតើពួកគេគឺជានរណាគេទីនេះគឺជាភពជនីយដ្ឋានសម្រាប់កាយ5លោកពូទី2ក្មួយប្រុសស៊ឺឈីក្រែងបងគឺជាបងប្រុសរបស់ខ្ញុំដែលជាអ្នកមានជាងគេនៅទីនេះហើយតើអ្នកទាំងអស់គ្នាកំពុងតែធ្វើអ្វីហ្នឹងគ្រួសាររបស់ខ្ញុំខ្សែធនហើយស្អីគេខ្សែធនហើយយ៉ាមើលតមករបស់ស៊ឺឈីគឺនៅស្រស់ថ្លានៅឡើយទេមើលតែនាងទៅដូចជានៅប្រើប្រាស់ផលិតផលថែសម្រស់ខ្សែធននិយាយលេងសើចទេដឹងលោកពូអ្នកមីងពួកយើងទៅភាសាបាយសិនទៅល្អពួកយើងទៅញ៉ាំបាយសិនបងប្រុសសូមអញ្ជើញមិនក៏មានម្ហូបច្រើនលេបន្តិចទៀតនេះពួកយើងចាប់យកទៅញ៉ាំនៅផ្ទះទៅបងស្រីរបស់ខ្ញុំពិតជាឆ្លាតមែនបងប្រុសគ្រួសាររបស់បងពិតជាខ្សែធនមែនអ្នកបំរើឆាប់មកលើកយកម្ហូបទាំងអស់នេះយកទៅវិញទៅអ្នកមីងតើអ្នកមីងកំពុងតែនិយាយអ្វីហ្នឹងអញ្ចឹងគ្រួសារក្រីក្រពួកអញទាំង4នាក់ហ្នឹងមកញ៉ាំបាយជាមួយខ្ញុំគិតថាអញញ៉ាំបានហ្វ្រីអញ្ចឹងមែនទេអ្នកទាំង4គួរតែឆាប់ទៅរស់នៅបែបអ្នកក្រីក្រទៅលោកពូស្ថានភាពគ្រួសាររបស់ខ្ញុំលោកពូក៏ដឹងដែរកាលពីមុនលោកប៉ារបស់ខ្ញុំធ្លាប់ឲ្យលោកពូខ្ចីលុយគាត់ជាង5លានថ្ងៃនេះពួកយើងក៏មិនទាច្រើនដែរត្រឹមតែ50000ក៏បានដែរឯងកំពុងតែនិយាយស្អីហ្នឹងខ្ញុំខ្ចីនរណាគេ5លានខ្ញុំមិនបានដឹងរឿងទាំងអស់នេះទេនៅមានទៀតតើឯងមានផុសតាងអត់លោកពូពួកយើងសុទ្ធតែជាគ្រួសារតែមួយចាំបាច់ត្រូវការផុសតាងធ្វើអីសូម្បីតែផុសតាងក៏គ្មានផងអ្នកទាំង4ក្រឡើងឈួតអស់ហើយមែនទេចាំបានលើរបស់ពួកយើងមែនទេយ៉ាងម៉េចគ្រួសាររបស់អ្នកមីងមិនចង់សងលុយពួកយើងទេតើឯងកំពុងតែនិយាយជាមួយនរណាគេឯងចង់បានលុយពីពួកយើងមែនបងស្រីបើមិនអញ្ចឹងទេបងលើកស្រាជូនអ្នកមីងជាការសុំទោសទៅបើឯងមិនខ្លាចហាន់ក៏ហេតុទៅចុះតែឯងបែរចោលឲ្យបងស្រីរបស់ឯងខ្លាចគេតាមឯងដែរពិតជាដេកផុកពិតចិញ្ចឹងមិនជាប់មែនលោកពូអ្នកមីងខ្ញុំសុំទោសគ្រាន់តែកូនគ្រួសារអ្នកខ្សែធនម្នាក់ស្រាមួយកែវនេះគឺពួកយើងមិនអាចផឹកបានទេគ្រួសាររបស់ខ្ញុំបានជួយគ្រួសារអ្នកមីងច្រើនណាស់តែអ្នកមីងបែរជារមើលគុណយកគុណសងទោសខ្សែធនហើយនៅមួយមាត់រឹងទៀតយើងនឹងឲ្យគ្រួសាររបស់ពួកឯងទាំង4ល្បីនៅលើអ៊ីនធឺណិតយើងនឹងថតពួកឯងទាំង4ហើយនឹងឲ្យបងប្អូនមិត្តភក្តិទាំងអស់គេឃើញគ្រួសាររបស់ពួកឯងអ្នកមីងថតអី
បានហើយមិនអនុញ្ញាតឲ្យនរណាគេធ្វើបាបបងស្រីរបស់ខ្ញុំទេលោកប៉ាអ្នកម៉ាក់បងស្រីលុយទាំងនេះបើពួកគេមិនសងទេពួកយើងក៏មិនត្រូវការដែរខ្ញុំនឹងខិតខំប្រឹងប្រែងរកលុយដើម្បីចិញ្ចឹមអ្នកទាំង3 កូនប្រុសរបស់ពួកយើងធំហើយប្រឹងប្រែងជាមនុស្សក្រីក្រមិនមែនពឹងលើការប្រឹងប្រែងទើបអាចកែប្រែវាសនាបានទេមិនដូចជាគ្រួសារពួកយើងទេបន្តិចទៀតនេះក្រុមហ៊ុនធំទាំង4នឹងសហការជាមួយនឹងពួកយើងទោះបីជាឯងខំប្រឹងអស់មួយជីវិតរបស់ពួកឯងក៏មិនស្មើចុងម្រាមដៃនៃគ្រួសារយើងមួយដែរតើអ្នកមីងប្រកាសដែរឬក៏អត់ថាអ្នកមីងអាចសហការជាមួយនឹងក្រុមហ៊ុនធំទាំង4ហ្នឹងប្រកាសជាបានហើយចាក់ចេញពីគ្រួសាររបស់នាងហើយគ្រួសាររបស់យើងប្រកាសជាមានលុយចាយអស់មួយជីវិតហើយអ្នកទាំងពីរប្រកាសជាស្ដាយក្រោយឆា លោកប្រធានចាងលោកប្រធានវ៉ងលោកប្រធានលីវលោកប្រធានលីលោកតកែទាំង4នាក់មកនៅទីនេះទាំងអស់គ្នា ពួកយើងគឺបរោលោក ល្អខ្លាំងណាស់លើកនេះពួកយើងអាចពិភាក្សាការងាររកស៊ីជាមួយគ្នាបានហើយគ្រួសាររបស់ពួកយើងនឹងក្លាយទៅជាអ្នកមាន ទេក្រុមហ៊ុនចាំងគ្រប់របស់ខ្ញុំដែលចង់សហការជាមួយក្រុមហ៊ុនរបស់លោកត្រូវលុបចោល ស្អីគេ ក្រុមហ៊ុនវ៉ាងគ្រប់របស់ខ្ញុំក៏ត្រូវលុបចោលជាមួយលោកដែរ លីគ្រប់លីវគ្រប់សូមលុបចោលគេសហការជាមួយលោក នេះតើមានអ្វីដែលពួកយើងមានការយល់ច្រឡំនឹងគ្នាមែនទេ កាលពីមុនដែលសត្វតែពួកយើងយល់ថាលោកគឺជាបងប្អូនជាមួយគ្រួសារជាងបានជាពួកយើងសហការជាមួយលោកឥឡូវនេះលោកប្រែតំណែងជាមួយគ្រួសារជាងហើយយើងក៏មិនសហការជាមួយលោកទៀតដែរ ក្រែងគ្រួសារជាងខ្សែធនហើយតើចុះហេតុអីបានជាក្រុមហ៊ុនទាំង4នេះនៅតែតាមពួកគេទៀត ចប់ហើយ លោកជាងសោហ៊ូខ្ញុំគឺជាប្រធានមេធាវីនៃក្រុមហ៊ុនជាងគ្រប់លោកបានខ្ចីលើគ្រួសារជាង5លានមួយសប្តាហ៍ទៀតលោកត្រូវសងឲ្យអស់បើមិនអញ្ចឹងទេជួបគ្នានៅតុលាការ គ្រួសារជាងបានខ្សែធនហើយតើមិនក៏អាចជួបមេតាវីថ្លៃបែបនេះមកទាលុយពួកយើងទៅ ប្រកាសហើយលោកក៏រសារតែគ្រួសាររបស់ខ្ញុំគឺមិនបានខ្សែធនទេ ចប់ហើយ